បើតាមដំណឹងលេចលឺ Poco អាចនឹងបញ្ចេញ tablet មួយដែលមានឈ្មោះថា Poco Pad X1 Poco Pad X1 នេះគឺជា tablet លំដាប់ថវិកាមួយប៉ុន្តែ spec ល្អ Snapdragon 7 Plus Gen 3 memory រហូតដល់ទៅ 512GB ឯណោះប្រើអេក្រង់ AMOLED ទៀតផងហើយក៏មាន refresh rate អេក្រង់រហូតដល់ទៅ 144Hz speaker 4 គ្រាប់កម្លាំងថ្មធំសាកល្បឿន45 វ៉ាត់ជាមួយនឹងកញ្ចប់ថវិកាឮថាដូចជាខ្ទង់$300ជាងអីហ្នឹងទេបាទអញ្ចឹងខ្ញុំគិតថាវាជា tablet មួយល្អដូចទៅនឹង Xiaomi Pad 7 អញ្ចឹងសម្រាប់កញ្ចប់ថវិកាយើងប៉ុណ្ណេះសំខាន់យើងបានអេក្រង់ AMOLED ថ្មធំ refresh rate 120Hz កម្លាំងម៉ាស៊ីន Snapdragon 7 Plus Gen 3 ខ្លាំងគួរសមអាចលេងហ្គេមបានល្អគួរសម PUBG អីហ្នឹងគឺអត់ជាបញ្ហាទេ speaker ល្អហើយជាមួយនឹងកញ្ចប់ថវិកាមកល្មមមួយអញ្ចឹងខ្ញុំគិតថាវាជា tablet មួយល្អដើម្បីធ្វើការមើល YouTube video លេងហ្គេមឬក៏មើលវីដេអូនៅលើ Netflix អីចឹងទៅបាទអញ្ចឹង Poco Pad X1